សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងរៀនអ្នកនរគ្នាអំពី line of command line basic សំខាន់មួយចំនួនដែលអ្នកចាប់ដើមថ្មីថ្មោងគឺត្រូវតែចេះវីដេអូនេះខ្ញុំនឹងបង្រៀនបែបអនុវត្តជាលក្ខណៈ practice មិនមែនជានិយាយបែបទ្រឹស្ដីប៉ុណ្ណោះទេអ្នកនរគ្នាអាចអនុវត្តតាមខ្ញុំបានបើសិនជាយើង log in channel app របស់យើងជាមួយនឹង Putty ហើយវាឃើញលក្ខណៈបែបនេះវាបើសិនជាឃើញជាបែបអក្សរដុល្លារបែបនេះវាមានន័យថាវាគ្រាន់តែជា normal user ហើយទៅ normal user ហ្នឹងគឺវាអត់អាចប្រើប្រាស់វាអត់អាច install software ឬក៏វាអត់អាចកែប្រែ configuration ដោយគ្មាន permission របស់ admin បានទេអញ្ចឹងយើងត្រូវការបដូរពី normal user ហ្នឹងគឺទៅជា root user មុនសិនព្រោះថាroot user គឺវាអាចលុប file ធំបានអាចកែប្រែ configuration អីបានអាច install ឬក៏ uninstall software អីបានហើយយើងធ្វើការ switch user ឬក៏គេហៅថាដូរពី normal user ទៅជា root user គេហៅឬក៏ហៅថា super user ហ្នឹងយើងគ្រាន់តែវាយអក្សរថា su ទៅយើងវាយ password នោះវានឹងបដូរទៅជា root user បើសិនជាយើងចង់ដឹងថាអានឹងគឺជា root user ឬក៏ជា small user យើងគ្រាន់តែវាយ command line ថា who am I នោះវាមានបញ្ជាក់ថាវាគឺជា root user បើសិនជាយើងចង់ clear terminal របស់យើងចេញឲ្យអស់ឲ្យវាស្រឡះយើងគ្រាន់តែវាយពាក្យថា clear ហើយយើង enter មកគឺវានឹង clear ស្អាតហើយ command line បន្ទាប់ដែលខ្ញុំនឹងបរៀនការបង្កើត directory ដើម្បីបង្កើត directory បានគឺយើងប្រើ command line mkdir ហើយទៅយើងដាក់ឈ្មោះ directory របស់យើងមកគឺដូចជាដាក់ test ហើយយើង enter មកដើម្បីយើងចង់ដឹងថា directory របស់យើងគឺបង្កើតបានសម្រាប់ឬក៏អត់យើងគ្រាន់តែវាយ command line ថា ls នោះវានឹងបង្ហាញប្រាប់យើងថា directory របស់យើងគឺបានបង្កើតហើយគឺយើងឈ្មោះថា test បន្ទាប់មកបើសិនជាខ្ញុំចង់បង្កើត directory ច្រើនក្នុងពេលតែមួយវាដូចតាមមិញទេគ្រាន់តែយើងវាយ mkdir មកហើយទៅខ្ញុំចង់ដាក់ឈ្មោះថា honey ខ្ញុំបង្កើតទី1ហើយខ្ញុំ enter មកដើម្បីបង្ហាញ directory យើងបានបង្កើតយើងគ្រាន់តែ ls យើង enter មកនោះវានឹងបង្ហាញថា directory របស់យើងគឺបានបង្កើតនេះគឺ Pani 1 Pani 2 Pani 3 Pani 4ដល់ Pani 10អញ្ចឹងទៅcommand line បន្ទាប់ដែលខ្ញុំចង់បញ្យល់អ្នកនរគ្នានោះគឺការ remove directory បើសិនជាខ្ញុំចង់ remove directory ណាមួយខ្ញុំគ្រាន់តែវាយ command line ថា rm ដកដូចឧទាហរណ៍ដូចជាខ្ញុំចង់លុប command directory មួយឈ្មោះថា test នេះចុះដក ហើយទៅវាយឈ្មោះ directory របស់យើងមក test ខ្ញុំ enter វានឹងប្រាប់ថាវានឹងសួរយើងថាយើងចង់ remove directory ដែលមានឈ្មោះថា test ហ្នឹងឬក៏អត់បើសិនជាខ្ញុំចង់ remove ខ្ញុំបាយពាក្យថា survive ហើយខ្ញុំ enter នោះយើងសូវាសំបីមកគឺយើងបាត់ directory មួយថាឈ្មោះថា test ហ្នឹងហើយបើសិនជាយើងចង់លុប directory ហើយដែលមិនចាំបាច់ឲ្យវាសួរយើងថាចង់លុបវាឬក៏អត់ yes ឬក៏ no យើងគ្រាន់តែវាយវាថាវាយ command line ថា rm.fហើយទៅវាយឈ្មោះរបស់ directory ដែលយើងចង់លុបហ្នឹងដូចជាខ្ញុំចង់លុប honey dot ខ្ញុំ enter នោះវាអត់មានឃើញសួរយើងថាយើងចង់លុបវាឬក៏អត់អីទេវាគឺលុបភ្លាមតែម្ដងញ៉ាត់យើងនឹងបាត់ directory ឈ្មោះថា honey dot ហ្នឹងហើយcommand line បន្ទាប់បើសិនជាយើងចង់លុប directory ច្រើននៅក្នុងពេលតែមួយហើយយើងគ្រាន់ថា command line ថា rm.rf ឈ្មោះ file ខ្ញុំចង់លុបពី1ដល់5 1ដល់3យើងចុះហើយទៅខ្ញុំ enter វានឹងបាត់ពីវាមិននឹងបាត់ directory 1ដល់3ហ្នឹងហើយវាចេញឃើញថា4 5 6 7 8 9យ៉ាងទៅហើយទៅ command line ដែលខ្ញុំគួរប្រាប់អ្នកនរគ្នាបន្ទាប់នោះគឺ command line type គឺការប្រើប្រាស់សម្រាប់បង្កើត file ទទេឬempty file យើងគ្រាន់តែវាយពាក្យមក command line របស់យើងគឺវាយមក type file name របស់ file យើងគឺយើងចង់ដាក់ទៅខ្ញុំដាក់ថា rupp ចឹងទៅហើយទៅដាក់ .txt ហើយយើង enter មកយើងចង់ show file របស់យើងគ្រាន់តែវាយ
ls នោះវានឹងចេញ file មកឈ្មោះថា rupp.txt បើសិនជាខ្ញុំចង់បង្កើតfile តទេនឹងបែបថា empty file នឹងច្រើននៅក្នុងពេលតែមួយខ្ញុំគ្រាន់តែវាយ command line ថា touch ហើយទៅឈ្មោះ file របស់យើងដាក់ rupp អញ្ចឹងទៅយើងធ្វើដូចតា directory មុនហ្នឹងទេគ្រាន់តែយើងដូរពី mkdir ទៅជា touch អញ្ចឹងទៅដាក់1 2 15អីចឹងទៅហើយគ្រាន់តែ enter យើង alt F ពីមកវានឹងចេញមកហើយគឺrupp 1 3 4 5 6 10 11 12 13 15អញ្ចឹងទៅឥឡូវបើសិនជាយើងចង់ edit ទៅលើ file ណាមួយនៃ file ទាំងអស់យើងបានបង្កើតនឹងយើងគ្រាន់តែប្រើ command line vi ហើយទៅឈ្មោះរបស់ file របស់យើងគឺខ្ញុំចង់ edit ទៅលើ file rupp.txt ដោយសារតែ file ហ្នឹងយើងគ្រាន់បង្កើតមកហើយទៅយើងអត់បានទៅសេ edit នោះវានឹងឃើញទៅទេបែបនេះបើសិនជាយើងចង់ edit ហើយយើងចង់ទៅសេអីចុះយើងគ្រាន់វាយទៅលើអក្សរ អវានឹងចេញពី insert បែបនេះហើយទៅយើងអាចទៅសេបានខ្ញុំអាចសេបានថា my name is នៅអានេះ 21 years old បើសិនជាយើងចង់ save file ហ្នឹងហើយទៅយើងគ្រាន់តែចុច escape ហើយទៅយើងវាយពាក្យថាវាយ comment ថាចុច 2 wq យើង enter មកនោះវានឹង save ហើយវា exit ចេញពី file ហ្នឹងបើសិនជាយើងចង់បង្ហាញថានៅក្នុង file ដែលយើង edit មិញហ្នឹងវាមានអីខ្លះយើងគ្រាន់តែប្រើ command line ថា cat ឈ្មោះរបស់ file យើង rupp.txt វានឹងបង្ហាញវាប្រាប់មកយើងថានៅក្នុង file របស់យើងហ្នឹងគឺយើងបានតែសេអីខ្លះហើយមុនហ្នឹងដូចខ្ញុំបានតែសេអញ្ចឹងខ្ញុំទៅសេឈ្មោះខ្ញុំ my name is នៅខាងនេះ I'm 21 years old command line ដែលខ្ញុំគួរតែបង្ហាញអ្នកនរគ្នាបន្ទាប់នោះគឺការបង្ហាញ history ដែល command line នេះយើងបានធ្លាប់វាយពីមុនយើងប្រើ command line ថា history ហេតុអ្វីបើខ្ញុំប្រាប់អ្នកនរគ្នាពី command line មួយហ្នឹងព្រោះថាពេលខ្លះយើងប្រើប្រាស់ command line យើងភ្លេចយើងអាចនឹងភ្លេចថាខ្ញុំប្រើប្រាស់ command line អីខ្លះអីចឹងទៅគ្រាន់យើងធ្វើការ ប្រើ command line history ហ្នឹងវានឹងប្រាប់ថាខ្ញុំប្រើ sudo .a អីចឹងទៅបើសិនជាយើងអត់អីខ្ញុំធុញ command line ហ្នឹងខ្ញុំចាំអស់ហើយខ្ញុំចង់លុបចោលមកឲ្យទៅភ្នែកញ៉ៃយើងគ្រាន់ថាប្រើប្រាស់ command line ថា history .c enter មកហើយទៅយើងចង់ឆែកថា command line ហ្នឹងយើងបានលុបអត់យើងប្រើមានថាយើងគឺបាត់អស់ហើយមានសល់តែ command line មួយទេគឺ history ដែលយើងទៅប្រើមុនហ្នឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់អ្នកនរគ្នានៅក្នុងការទស្សនាវីដេអូមួយនេះបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅក្នុងការទស្សនាវីដេអូមួយនេះអ្នកនរគ្នាសូមចុច like subscribe ឬក៏ share វីដេអូមួយនេះផងច្រើនអ្នកនរគ្នាជម្រាបលាបាយបាយ